សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលនៅក្នុងវីដេអូនេះគឺយើងសិក្សាអំពី layout menu ចឹងនៅក្នុង layout menu នេះគឺមានសារៈសំខាន់ច្រើនខ្លាំងមែនទែនអ្នកនរចឹងមុននឹងចូលដល់វីដេអូបើសិនបើអ្នកនរគ្នាពេញចិត្តនៅវីដេអូខ្ញុំកុំភ្លេចជួយចុច subscribe ខ្ញុំអ្នកមួយផងអូខេចឹងយើងរៀនអំពី layout menu ដំបូងបង្អស់គឺយើងត្រូវសិក្សាទៅលើ margin គឺមានន័យថាជាហ្គេមនៃក្តារចឹងនៅក្នុង margin វាកន្លែងនេះគឺមានន័យថាគេឲ្យមកស្រាប់មានថាវាជា default ស្រាប់មានជាលក្ខណៈ normal narrow ឬក៏ wide អីចឹងទៅថាយើងយក normal គឺទំហំវាប្រហែល 2.5 cm បឋមគឺ 2.54 ដូចគ្នាចឹងដាក់មកគឺវាបានគេនេះវាហ្គេមនៃក្តារវាថាពីក្តារខាងចុងក្តារយើងមកដល់ត្រឹមនេះគឺ 2.5 cm 2.54 ហ្នឹងខាងស្ដាំដូចគ្នាចឹងបើសិនបើយើងចង់ custom ខ្លួនឯងគឺអ្នកនរគ្នាចុចយក margin អ្នកគ្នាយកពាក្យថា custom margin ហ្នឹងមកចឹងអ្នកនរគ្នាឃើញអំពី custom margin ហ្នឹងហើយចឹងដោយនៅក្នុងនេះគឺអ្នកគ្នាអាច top ជាទូទៅគឺយកត្រឹម 1.5 ហើយបឋមគឺយើងយក 1.5 ដែរមកអូខេចឹងសម្រាប់ផ្នែកខាងឆ្វេងគឺយើងអាចយក 2.5 ឬក៏ 2 បានមកឥឡូវខ្ញុំយក 2.5 ហើយខាងស្ដាំនេះគឺយើងយកមិន2មកខាងឆ្វេង 2.5 ខាងស្ដាំ 2 ចឹងទៅអូខេចានេះគឺអាស្រ័យទៅលើការធ្វើទៅលើកិច្ចការងាររបស់អ្នកនរគ្នាហើយនៅក្នុង multiple page mirror margin នេះគឺសម្រាប់អ្នកនរគ្នា print ជាលក្ខណៈថាសភៅមានថាត្រឡប់លើត្រឡប់ក្រោមអញ្ចឹងតែខ្ញុំយកលក្ខណៈ normal กระดาษធម្មតាអូខេអូខេមកបានហើយចឹងនៅក្នុងកន្លែងនេះខ្ញុំភ្លេចបញ្ចូល option វាបន្ថែមទៀតចឹងបើសិនបើអ្នកនរគ្នាជ្រើសរើសយកវាថា default ចឹងមានថាគ្រប់ document ទាំងអស់គឺវានឹងបដូរអីគេវាបដូរទៅជាទំហំបែបនេះហើយគឺយកទំហំបែបហ្នឹងទាំងអស់មានថា whole document ទាំងអស់នេះគឺមិនគឺវានឹង apply ទៅជាกระดาษទំហំហ្នឹងទាំងអស់បើសិនបើយក this point forward មានថាវា apply តែกระดาษហ្នឹងទេกระดาษដែលយើងកំពុងធ្វើហ្នឹងទេអូខេអញ្ចឹងខ្ញុំយក whole ហើយខ្ញុំអត់ set default ទេខ្ញុំត្រូវការ custom ផ្សេងទៀតអូខេខ្ញុំចុច OK មកអញ្ចឹងយើងឃើញហើយឃើញខាងឆ្វេងធំជាងខាងស្ដាំហ្នឹងខាងឆ្វេងហើយខាងស្ដាំរាងតូចអត់អូខេអញ្ចឹងចូលដល់ទី2គឺ orientation គឺមាន2ទី1គឺกระดาษប្រឆោហើយនិងกระดาษដេកអូខេប្រភេទกระดาษប្រឆោយើងយក portrait ដល់ពេល landscape គឺប្រភេទกระดาษដេកដាក់មកគឺវាចេញกระดาษដេកហើយអូខេឃើញអត់បើយើងយក portrait គឺវាចេញกระดาษប្រឆោអូខេ column អូខេ sorry size គឺតើតូនទំហំกระดาษរបស់យើងទំហំกระดาษកិច្ចការរបស់យើងហើយយើងចង់កំណត់យកវាទំហំប៉ុណ្ណា example ដូចជា A3 នេះគេ A3 វាធំជាង A4 អញ្ចឹងអ្នកគ្នាអាចយក A4 ឬក៏ A5 អញ្ចឹងទៅអញ្ចឹងវាមានច្រើននៅក្នុងនេះគឺអ្នកនរគ្នាអាចមើលទៅតែយូរទៅគឺខ្ញុំប្រើតែ A4 ហ្នឹងទេចូលដល់ column គឺមានន័យថាជួរឈរអញ្ចឹង column ជួរឈរបើសិនបើខ្ញុំយក2 column អញ្ចឹងវានឹងពុះអានេះទៅជា2 column ឃើញអត់2 column ផ្សេងគ្នាបើសិនបើខ្ញុំយក3 column វានឹងពុះទៅជា3 column ផ្សេងពីគ្នាឃើញអត់នឹង column គឺជួរឈរពុះវាជាជួរឈរអញ្ចឹងអញ្ចឹងបើសិនបើអ្នកគ្នាចង់ដោះវិញអ្នកគ្នាយក1ប៉ុន្តែបើសិនបើអ្នកគ្នាចូលកន្លែង custom margin ហើយ mouse របស់អ្នកទាំងអស់គ្នាដាក់នៅត្រង់នេះអ្នកគ្នាចូលទៅក្នុង custom margin ហើយអ្នកទាំងអស់គ្នាយកវាជា2ពុះវាជា2ក៏ប៉ុន្តែបើសិនបើយើងយក whole document គេមានន័យថាម៉េចគឺមានន័យថាវាពុះទាំងអស់បើសិនបើយើងដូរពាក្យថា this point forward គឺវាចាប់ផ្ដាច់ពី cursor របស់យើងដែលបានដាក់នៅកន្លែងនេះចុច OK មកគឺវាដាច់ត្រឹមហ្នឹងហើយយើងវាយវាមកអូខេឃើញអត់អញ្ចឹងយើងវាយមកគឺត្រឹម margin ត្រឹមនេះគឺវា load មកចុះបើសិនបើយើងចង់មកវាយខាងនេះយើងធ្វើម៉េចចុច command shift enter អូខេឃើញអត់មកវាយខាងនេះបើនៅក្នុង Windows គឺយើងចុចគេ control shift enter តែនៅក្នុង Mac គឺយើងចុច command shift enter អូខេអញ្ចឹងខ្ញុំសុំលុបនេះវិញចុះបើសិនយើងចង់ផ្ដាច់មកមួយ column មក column អ្នកគ្នាយក1ហើយដូរពីនេះមកពាក្យថា whole មកវិញមកហើយវានឹងមកជាមួយលក្ខណៈមួយធម្មតាវិញហើយអូខេចំណុចបន្ទាប់ទៀតទៅនឹង break គឺសម្រាប់គេដូចជា page របស់យើងមក page បែបនេះចឹងទៅ insert ជា page មួយទៀតជាលក្ខណៈ next page គឺត្រង់នេះគឺអ្នកនរគ្នាត្រូវមើលឥឡូវខ្ញុំយក break ហើយយក next page ឃើញ next page អ្នកគ្នាចុចតបល់ click នៅផ្នែកខាងក្រោមនេះគឺវាឃើញឃើញអ្នកគ្នាឃើញវា show season អត់ season 1 season 2 season 3ចឹងទៅឃើញអានេះមាន season 4 ណាអញ្ចឹង break នេះគឺសម្រាប់ផ្ដាច់ទៅលើ season នេះនៅកន្លែងនេះគឺអ្នកគ្នាអាចផ្ដាច់វាទៅជា season ដើម្បីយើងបដូរនៅគេ header footer អញ្ចឹងបើសិនជាអ្នកគ្នារៀនដល់ header footer គឺខ្ញុំនឹងប្រាប់អាហ្នឹងហើយគឺមានហើយអូខេហ
này cứ ở thế anh cứ đôi chỉ ở sau pra tràn đấy cái xong ở sau vô đấy anh ấy đôi chỉ continue dùng vài lệ ô tô chẳng anh ấy cứ dùng anh pra chỉ lệ nặng ly nơi không năng bàn ok ok chẳng xâm ra indent cái này cái này cái mơ tam năng tới cái tranh châu đây nơi không năng ghé indent lab ai ấy năng ok chẳng nơi không before cái này để tôn từ năng paragraph tích này đó này chẳng dừng miền paragraph bây giờ ghé miền before and after man paragraph cái này nó về để dừng cho enter để hay after nó về dừng cho enter cái ai bị clear từ này ok miền đó bên này này đó này ok lấy dừng cho đó position cái này sẽ phục hiệp chẳng trong tray vô phục hiệp mối cho insert picture vô picture from file and then trong vô phục hiệp mình mối ok chẳng trong room แบบนี้ចឹងរូបភាពគឺមិនខ្ញុំសូមចូល layout របស់យើងវិញហើយយើង position យើងមានអីគេផ្នែកខាងលើគេជ្រុងនៃជ្រុងกระดาษរបស់យើងផ្នែកខាងលើឥឡូវខ្ញុំ copy មួយទៀតខ្ញុំបង្ហាញអ្នកគ្នាមើល position ផ្នែកខាងណានេះខាងស្ដាំផ្នែកខាងលើអូខេ copy វាមួយទៀតហើយយើងយក position ផ្នែកខាងក្រោមបណ្ដាលគេចានេះ separate ទៅតាមនៃ grade របស់វាដែលគេបានដាក់នៅក្នុងនេះគឺមានដូចជា6 ok chẳng trong đó là cái đã mất khơi này miền vùng buồn chẳng ok miền phải hàng crom chẳng mà này nhá trong này hàng crom chẳng tệ ok anh đang ghi tệ tông position ghi tí tăng wrap take cái này cứ dùng khán khi này cái nó bây giờ vô sway cứ mày nó bây giờ tiền nó kẻ so rồi đó này kẻ so rồi đó chẳng bây giờ bây giờ vô cái bị hán cứ mày rụt theo bây giờ nơi hàng cõi so ok những đầu về mọi cái in front cái máy nơi bị lười chẳng tệ chẳng dân mơ về trong này là top and bottomอย่างthế top and bottom cứ vì mình cái lưới hình còng vậy lưới còng cái gì tiếp slow cứ mày slow cứ vì hai bệnh như vậy chính là cái tay mơ đấy chỉ tới nó bây giờ vô rụp mà nát cứ dân trâu đâu về cái in front of thầy nó bây giờ slow rồi về chính chỗ đó cái lệnh bring forward and backward chẳng cái lệnh nhưngត្រូវមានរូបភាពពីរខ្ញុំសូមយករូបភាពមួយទៀតអូខេឥឡូវខ្ញុំសូមយករូបភាពដែលខុសគ្នាទៅរូបមួយណាចាអូខេយករូបខ្ញុំមួយនេះចឹងរូបភាពយើងអាចដូរវាមក in front of text ហើយមកអូខេរូបភាពពីរមានថារូបភាពនេះខ្ញុំយកមកមុនរូបភាពនេះគឺមិនខ្ញុំយកមកក្រោយនេះរូបនេះគឺខ្ញុំយកមកក្រោយហើយរូបនេះខ្ញុំយកមកtệ dầu ok anh ấy vô rồi chẳng anh ấy dương tệ dầu thì chẳng như trong aiรูป phép này từ nè từ hàng còi nè cái này cái bài xanh thuộc bài nó bị từ hàng còi cái xong bạn này cái này gì vậy print to print forward miền thảo việt từ một sắp lại to này cái này chạy xanh thuộc bài nó bị từ còi chẳngรูปnày màu bình chẳng sao này cái này trong aiรูปnày màu một này cái này chạy lừa vì hết rồi kì print forward nó bị màu một này ok chẳng nơi trong đấy vì miền mua chùm luôn tiền nơi p để dương đặt forward vậy cho như trong ai tới hàng cõi cái gì mình nhỉ cho tới cõi này kia bảo bài xanh thuộc bài ok ghét xanh thuộc bài với từ chẳng này kia trong chơi mùi chứ các bạn chơi mùi đong mùi chứ các bạn ok xanh thuộc bài bốn cái tiết vi ai miền này xanh thuộc bài thạch nơi hàng cõi so với việc ok chẳng chứng châu đo selection pan cái tệ tôn pan nào vào việc để dương select ghét rụt phèo bởi dân cái miền mã miền buồn sorry miền bảy cho nên nói dương ai bật hết những anh bật này sai từ lời dường nhé chỉ trong bật rút phép mùi nè này rút phép với giới giải đồ bán lại cho một món như lại gheo vợt đi chơi đập bo click nè này hãy nè này đã thá start đi chẳng đây đập bê rút này cứ mấy cứ như đã thá poster chẳng đây thì như mình mua này đọc này chẳng như mình mua về mùi cứ selection pan cứ mình là bạn này selection pan ấy cứ sầm ra bằng hai nhầm pí panel vào dương panel bởi dân cái miền này đi study rồi còn layer bởi dân nâng ai nhận đặt này ok chẳng chỗ đó chúng nói bằng tớp cứ dân nâng align align dân chọn oi rụp hiệp bởi dân align left rồi còn lại nếu cái align là sau này bán nhé cứ dân align bán để rụp hiệp thì align left align center align right rồi còn align to top top center chẳng từ rồi còn nếu cái này alignแบบná align middle ở trong cái đáแบบนี้bây giờ mình này vô align top hay này vô align center cái trong bộ nào bây giờ này vô left về tới hình
choអ្នកគ្នាយក align middle គឺវាមកកណ្ដាលចង់ឲ្យមកកណ្ដាលគឺយើងយក center មួយទៀតមកគឺកណ្ដាលហើយអូខេហ្នឹងគឺទៅទៅដល់ line អូខេនេះ step គឺយើងរៀនអំពី group កន្លែងនេះគឺយើងអត់អាច group អក្សរបែបនេះបានទេយើងចង់ group អក្សរតែយើងសរសេរនៅក្នុង set អញ្ចឹងខ្ញុំ group រូបភាពអ្នកគ្នាត្រូវចុចគេចុច shift ហើយយើងចុចរូបនេះមកឃើញវាបានពីរជាប់គ្នាឬក៏អ្នកគ្នាចុច control នៅក្នុង Mac គឺចុច command អញ្ចឹងប្រើមួយណាក៏បាន shift ក៏បាន control ក៏បានអូខេចុចវាថា group ហើយយកពាក្យ group មកគេវាជាប់គ្នាតែមួយវាខ្លាចវាជា group នឹងគ្នាសូមអ្នកគ្នាចង់ ungroup ចុចកន្លែង group របស់យើងយកពាក្យថា ungroup មកគឺវាដាច់ ungroup ហើយអូខេចឹងបើសិនអ្នកគ្នាចង់ប្រើ command ឬក៏ shortcut អីអ្នកគ្នាប្រើតាមហ្នឹងដែរនៅក្នុង Windows shortcut វាគឺ Control G ហើយអូខេចឹងអ្នកគ្នាមើលទៅនៅក្នុងនេះតែនៅក្នុង Mac គឺអត់ដាក់ឲ្យអត់មាន shortcut ទេអ្នកគ្នាអូខេ group ឥឡូវខ្ញុំឧទាហរណ៍អក្សរឲ្យអ្នកនរគ្នាអក្សរហ្នឹងគឺ shape ចឹងនៅយក text box យើងយកមកសេបែបនេះអូខេខ្ញុំមានបែបនេះមួយទៀតចឹងទៅចឹងនៅពេលយើងចង់group Z នេះអ្នកនរគ្នាចុច select ចុច shift វាមកហើយ group វាទៅគឺមិនគឺវាចូលវាជា group នៅពេលយើងចាក់ fill គឺមិនគឺវាទៅទាំងអស់នៅពេលយើងដោះគឺវាដោះទាំងអស់ហើយគេអូខេអាហ្នឹងគឺ group and then គឺតើតង rotate មានថាបង្វិលទៅតាមទិសឬក៏អាក់របស់យើងមាន rotate lab 90 degree គេ90 degree sorry មិញrotate right ឥឡូវ rotate lab 90 degree គឺមកវិញអូខេមាន flip horizontal and flip vertical អូខេចឹងវាមានគេទៀតអ្នកគ្នាអាចមើលបាននៅក្នុងនេះដែលអ្នកគ្នាកំណត់ទៅយើងចង់បាន rotate ប្រហែល degree ខ្ញុំយក 45 degree អូខេ45 degree ចុច OK មកគឺមិនខាត45 degree អូខេចឹងនៅក្នុង layout menu គឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាចឹងបើសិនអ្នកគ្នាចង់ start ឬក៏អ្នកគ្នាចង់ជួបបន្ថែមគឺខ្ញុំព្យាយាមចុចតេស្តមើលទៅគឺអ្នកគ្នានឹងដឹងហើយចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកនរគ្នាថ្មីមិនទាន់ subscribe ខ្ញុំគឺជួយ subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូចែកម្លែកទៅកាន់អ្នកនរគ្នាបន្តជួបខ្ញុំនៅវីដេអូបន្តគឺយើងនឹងរៀនទាក់ទងទៅនឹង reference ការធ្វើទៅលើមេតិកាអូខេ